តន្ទាតោអតីតនាយកការិយាល័យភស្តុភារផឹកស្រវឹងបៅបបុកស្លាប់និងរបួសដាក់ពន្ធនាគារ3ឆ្នាំអនុវត្ត1ឆ្នាំទោសនៅសល់នឹងព្យួរកាលពីរសៀលថ្ងៃទី14ខែតុលាឆ្នាំ2025សាលាដំបងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្ទន្ទាទោសលើជនជាប់ចោទឈ្មោះហ៊ុនហេងភេទប្រុសអាយុ61ឆ្នាំអតីតនាយកការិយាល័យភស្តុភារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដាក់ពន្ធនាគារកំណត់3ឆ្នាំតែតម្រូវឲ្យអនុវត្តក្នុងពន្ធនាគារ1ឆ្នាំទោសនៅសល់ត្រូវព្យួរនិងពេណីជាប្រាក់ចូលថវិការដ្ឋចំនួន4លានរៀលពីបទបាក់បោបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់និងរបួសអ្នកដទៃសាលក្រមប្រកាសជាសាធារណៈដោយលោកតុបឈុនសុងចៅក្រមជំនុំជម្រះសាលាដំបងរាជធានីភ្នំពេញនិងលោកលឹមប៊ុនហេងព្រះរាជអាជ្ញារងតំណាងអយការចំពោះមុខជនជាប់ចោទនិងមេធាវីការពារតាមផ្លូវច្បាប់សាលក្រមបានបើកផ្លូវនិងទុកពេលតាមការកំណត់សម្រាប់ភាគីណាមួយប្តឹងឧទ្ធរណ៍បើមិនសុខចិត្តចំពោះការកាត់ក្តីនេះសំណុំរឿងខាងលើនេះត្រូវបានតុលាការលើកយកមកបើកសវនកម្មជំនុំជម្រះក្តីកាលពីព្រឹកថ្ងៃទី8ខែតុលាឆ្នាំ2025ហើយបានលើកមកប្រកាសសាលក្រមផ្ទន្ទាទោសលើជនជាប់ចោទនៅរសៀលថ្ងៃទី14ខែតុលាឆ្នាំ2025នេះសូមជម្រាបថានារសៀលថ្ងៃទី17ខែឧសភាឆ្នាំ2025សាលាដំបងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់និងរបួសអ្នកដទៃដោយមានខ្លឹមដូចតទៅអ្នកនាំពាក្យសាលាដំបងរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថានៅថ្ងៃទី17ខែឧសភាឆ្នាំ2025សាលាដំបងរាជធានីភ្នំពេញបានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ2707ចុះថ្ងៃទី17ខែឧសភាឆ្នាំ2025តាក់នឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តមួយគ្រឿង Mark Lexus RX 400 H ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2AQ 2188បានបើកបរក្នុងស្ថានភាពស្រវឹងដែលមានអត្រាជាតិអាល់កុល 0.35 មីលីក្រាមក្នុង1លីត្របានបុកម៉ូតូកង់3ចំនួន3គ្រឿងម៉ូតូចំនួន1គ្រឿងនិងរថយន្តចំនួន1គ្រឿងបណ្ដាលឲ្យស្លាប់ចំនួន1នាក់និងរងរបួសចំនួន5នាក់ក្នុងករណីនេះមានជនត្រូវចោទឈ្មោះហ៊ុនហេងភេទប្រុសអាយុ61ឆ្នាំត្រូវបានចោទប្រកាន់ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់របួសអ្នកដទៃនិងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌និងវិចិត្រសិល្បៈលើមហាវិថីព្រះនរោត្តមភូមិដាប់សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញកាលពីថ្ងៃទី15ខែឧសភាឆ្នាំ2025បទល្មើសព្រហ្មទណ្ឌដែលមានចាញ់និងផ្ទន្ទាទោសតាមមាត្រា88ខណ្ឌខនទី2ចំណុចខចំណុចគនិងមាត្រា85ខណ្ឌខនទី2ចំណុចខនិងចំណុចគនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបន្ទាប់ពីបានសួរចម្លើយជនត្រូវចោទនិងពិនិត្យភស្តុតាងចៅក្រមស៊ើបសួរសម្រាប់ឃុំខ្លួនបណ្ដោះអាសន្នជនត្រូវចោទឈ្មោះហ៊ុនហេងដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ចំពោះករណីបើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់និងរបួសអ្នកដទៃតុលាការបាននឹងបន្តអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវនិងម៉ឺងម៉ាត់ដោយពុំមានការលើកលែងនោះទេសូមជម្រាបថាលោកហ៊ុនហេងបានបើករថយន្តបុការេសបណ្ដាលឲ្យមនុស្សស្លាប់និងរបួសជាច្រើនអ្នកត្រូវបានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី17ឧសភាព្រមទាំងអនុវត្តនៅប័ណ្ណពិន័យនគរបាលជាតិកម្ពុជាបណ្ដឹងចេញពីក្របខ័ណ្ឌផងដែរនេះបើតាមឧត្តមសេនីយ៍តូជួនណារិនអគ្គស្នងការរងនគរបាលជាតិកម្ពុជានិងជាស្នងការនគរបាលរាជធានីភ្នំពេញលោកស្នងការនគរបាលជួនណារិនបានសរសេរលើបណ្ដាញសង្គមយ៉ាងដូចគ្នាថាក្នុងបាទសូមគោរពជូនដល់មហាជនមេត្តាជូនជ្រាបថាប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើនលើករណីគ្រោះថ្នាក់ចរាចរណ៍កាលពីរសៀលថ្ងៃទី15ខែឧសភាឆ្នាំ2025មុខក្រសួងមហាផ្ទៃធ្វើឲ្យមានអ្នករបួសធ្ងន់ស្រាលនិងបាត់បង់ជីវិតបង្កឡើងដោយនគរបាលរាជធានីឈ្មោះហ៊ុនហេងខ្ញុំសូមជម្រាបជូនថាភ្លាមខ្ញុំបាទបញ្ជាឲ្យជំនាញនិងមូលដ្ឋានចូលដល់កន្លែងកើតហេតុគឺចាត់ចែងឃាត់ខ្លួនអ្នកបង្កសង្គ្រោះអ្នករបួសនិងរៀបចំសន្តិភាពសូមមហាជនជ្រាបថាច្បាប់គឺមិនបានបែកចែកវណ្ណៈនោះទេគឺអនុវត្តដូចគ្នាស្មើភាពគ្នាខ្ញុំមិនដែលលើកលែងទេលោកបានបញ្ជាក់ទៀតថាពេលនេះឈ្មោះហ៊ុនហេងបានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះព្រមទាំងអនុវត្តនៅបទពិន័យនគរបាលជាតិកម្ពុជាបណ្ដឹងចេញពីក្របខ័ណ្ឌផងដែរសូមជម្រាបថាប្រធានការិយាល័យភស្តុភារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគឺលោកវរៈសេនីយ៍ឯកហ៊ុនហេងបានបើករថយន្តបុករះពីក្រោយវេលាម៉ោង2រសៀលថ្ងៃទី15ខែឧសភាឆ្នាំ2025ចំណុចស្តុបមុខក្រសួងមហាផ្ទៃតាមបណ្ដោយមហាវិថីព្រះនរោត្តមសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញដោយយន្តបង្កបើករថយន្តក្នុងល្បឿនលឿនបុករាក់ទៅលើម៉ូតូកង់3និងរថយន្តបណ្ដាលឲ្យមានអ្នកស្លាប់1នាក់ភ្លាមតាមប្រភពព័ត៌មានដែលទទួលបានជនបង្កបានចេញពីផឹកស៊ីនៅសង្កាត់វាលស្បោខណ្ឌច្បារអំពៅរាជធានីភ្នំពេញលោកសាក់ផាមហ៊ុនហេងជាប្រធានការិយាល័យភស្តុភារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកបុកបណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ក្នុងធ្លុកឈាមក្នុងចំណោមជនរងគ្រោះជាច្រើនអ្នកដែលរងរបួស
ជនរងគ្រោះដែលស្លាប់មានឈ្មោះរៀនសុនួនភេទប្រុសអាយុ49ឆ្នាំស្នាក់នៅសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញក្នុងករណីបុករះនេះក៏បានបណ្ដាលឲ្យខូចខាតម៉ូតូមួយគ្រឿងកង់3ឥណ្ឌា2គ្រឿងនិងរថយន្តព្រុសមួយគ្រឿងផងដែរខណៈញាក់បើករថយន្តបង្កត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗក្រោយបង្កហេតុតាមប្រភពព័ត៌មានគីប្រជាពលរដ្ឋបានដឹងថាមុនកើតហេតុគេឃើញនាយនគរបាលរូបនេះបើរថយន្តម៉ា Lexus 400H ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2 AQ2188 បើកបរចុះពីលើស្ពានអាកាសក្បាលថ្នល់ក្នុងទិសដៅទៅវិមានឯករាជ្យខណៈបើរថយន្តចុះពីលើស្ពានអាកាសក្បាលថ្នល់បានបន្តិចរថយន្តនោះក៏រេចង្កូតទៅបុករះម៉ូតូមួយគ្រឿងរថយន្តព្រុសនិងកង់3ឥណ្ឌា2គ្រឿងទៀតធ្វើឲ្យបរិយាជាអ្នកបើកម៉ូតូកង់3ឥណ្ឌាម្នាក់ស្លាប់ភ្លាមៗហើយរថយន្តបង្កក៏បន្តទៅបុកបង្គោលដែកនិងដើមឈើមួយដើមទៀតទើបធ្វើឲ្យរថយន្តនោះទៅមុខលែងរួចក្រោយកើតហេតុជនបង្កមិនបានគេចខ្លួនទៅណាទេនឹងត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមុនដើម្បីសាកសួរបន្ថែមនិងចាត់ការតាមផ្លូវច្បាប់ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីមតិរបស់ប្រជាពលរដ្ឋហាក់យល់ថាការសម្រេចរបស់តុលាការគឺអយុត្តិធម៌សម្រាប់ជនរងគ្រោះឥឡូវនេះខ្ញុំសូមលើកយកមតិ comment របស់មហាជនដែលបាន comment ក្នុង post របស់ Facebook page កម្ពុជាថ្មី Daily និងអានជូនប្រិយមិត្តដូចតទៅ comment ទី1ថាបើផ្ដាល់ដាក់ទោសឲ្យធ្ងន់ជាងនេះទៅតើវាយ៉ាងម៉េចខ្ញុំមិនយល់ដឹងអំពីផ្នែកច្បាប់នោះទេតែខ្ញុំមានអារម្មណ៍ថាកែផ្ដាល់ដាក់ទោសទៅលើបុគ្គលរូបនេះហាក់បីមានទម្ងន់ទោសស្រាលមែនទែនព្រោះហេតុការណ៍ដែលបានកើតឡើងនោះវាបណ្ដាលឲ្យបាត់បង់ដល់អាយុជីវិតមនុស្សហើយម្យ៉ាងទៀតគាត់បើកបរទាំងភាពស្រវឹង2ថាជាមន្ត្រីផងបើកបរស្រវឹងផងបុកគេស្លាប់ផងរបួស3នាក់ផងកាត់ទោសជាប់គុក1ឆ្នាំបើខ្ញុំគិតដូចជាយូរណាស់ comment ទី3ថាខ្ញុំតែងតែឮចាស់ៗតែងតែនិយាយថាតុលាការជាទីគោរពលួយមិនគ្រប់កាត់ក្តីឲ្យចាញ់ឥឡូវបានឃើញចេះស្ដែងហើយពិតជាអស្ចារ្យណាស់តុលាការស្រុកខ្ញុំបុកគេស្លាប់រហូតដល់ 3-4 នាក់កាត់ក្តីឲ្យជាប់ទោសត្រឹមតែ3ឆ្នាំខ្ញុំពិតជាសូមកោតសរសើរអស់ពីចិត្តអស់ពីថ្លើមអស់ពីបេះដូងពិតជាអស្ចារ្យមហាលោតផ្លោះតុលាការស្រុករំដួលទី4ថាបើអញ្ចឹងមានច្បាប់ស្រុកខ្មែរយើងបង្កើតឡើងដើម្បីកាត់ទោសតែអ្នកទុយតាចអ្នកក្រទេស្រុកគេយកច្បាប់ជាធំស្រុកខ្ញុំយកអ្នកធំជាច្បាប់ពលរដ្ឋអស់ជំនឿនៅប្រព័ន្ធយុតិធធយូរហើយមនុស្សស្លាប់3នាក់ជាប់គុក1ឆ្នាំគិតទៅជីវិតប្រជាជនក្រីក្រគ្មានតម្លៃសោះដល់ពេលគេនិយាយពីច្បាប់ស្រុកខ្មែរមានពីថាគេនឹងប្រឆាំង comment ទី5ថាច្បាស់មិនបាច់រៀនច្បាប់ឬដល់បណ្ឌិតទេត្រឹមអាខរកម្មក៏អាចយល់ថាយុតិធធឬអត់ហេតុអ្វីប្រព័ន្ធច្បាប់ស្រុកខ្មែរទៅជីចាំងឬជាចិញ្ចៀងថ្លឹងលួយសម្រាប់រកស៊ីចោះបើរឿងនេះធ្លាក់លើគ្រួសារអ្នកឯងគិតមិនវិញឲ្យជាប់គុក1ឆ្នាំដែរមែនទេទី6ថាគួរតែដល់ពេលក្រសួងចាត់វិធានការលើតុលាការឲ្យដូចមន្ត្រីនគរបាលដែរហើយដូចជាដកហូតសញ្ញាបត្រអាជ្ញាប័ណ្ណក្របខ័ណ្ឌដាក់ទោសទណ្ឌអីចឹងទៅ comment ទី7ថាហេតុអ្វីកាត់តិចម្ល៉េះមកពីគាត់មានលុយចេញយ៉ាងធំមែនទេជីវិត3ជាប់ទោស1ឆ្នាំ2ឆ្នាំជួមែនទេឯណាយុតិធធសម្រាប់អ្នកក្រអ្នកទុយតាចទី8ថាចោលមកសៀតណាមនុស្សស្រវឹងបើកបុករះទាំងថ្វៃកាត់ក្តីបែបនេះមនុស្សស្លាប់ទាំងមូលរបួសពេញផ្លូវអ្នកដទៃនឹងអាចយកគំរូតាមសម្រាប់មនុស្សតាមដងផ្លូវដូចគ្នាបើច្បាប់បែបនេះពលរដ្ឋក៏ក្តីទេអាណិតប្រទេសយើងថ្នាក់ដឹកនាំយើងពលរដ្ឋយើងផងអង្វរទេចោះសូមតុលាការកាត់ក្តីរឿងនេះឡើងវិញអយុត្តិធម៌ណាស់សម្រាប់ជនរងគ្រោះ comment ទី9ថាការអនុវត្តច្បាប់អយុត្តិធម៌សម្រាប់អ្នកមានប្រាក់មានអំណាចនិងអ្នកអត់ប្រាក់អត់អំណាចពេលខ្លះដោយឃើញពីច្បាប់បែបនេះអាចចាំងបានប្រជាពលរដ្ឋយើងកាលពីមុនចេះតែចង់កំហឹងនឹងពួកបង្កហេតុថាត់កាត់សេចក្តីដោយខ្លួនឯង comment ទី10ថាកម្ពុជាមិនមែនជាប្រទេសអនុវត្តច្បាប់បានត្រឹមត្រូវបំផុតក្នុងលោកនោះទេវាតែងតែលំអៀងតែអ្នកមានអំណាចនិងលុយគឺមានទេយុត្តិធម៌សម្រាប់ជនរងគ្រោះពិតប្រាកដនោះច្បាប់នៅលើមាត់សង្គមនេះបច្ចុប្បន្ននេះគឺចប់ហើយអ្នកធំគេធ្វើអីអត់ធាក់ខុសទេតែបើអ្នកតូចវិញគេជន់ក comment ទី11ថាបើមិនស្រវិនបុកគេអចេតនាក្រាន់ខ្លះតែនេះបើកទាំងស្រវឹងបុកគេស្លាប់ហើយជាប់ទោសតែប៉ុណ្ណឹងខ្លួនជាអ្នកកាន់ច្បាប់តែអង្គុយលើច្បាប់បាទប្រិយមិត្តនេះជា comment ខ្លះៗរបស់មហាជនដែលយល់ថាការកាត់ក្តីនេះអយុត្តិធម៌តើបងប្អូនយល់យ៉ាងណាដែរសូមបញ្ចេញមតិក្នុង comment